គេដល់លំដាប់ Lamborghini Aura ហើយគេនៅហ៊ានកាត់អីគាត់ឡងកាចាស់ដូចបោះខ្ញុំមិនអត់ហ៊ានកាត់មិន CRV ក៏កាត់ដែរបាទមិនថាថ្មីមិនថាចាស់ទេអត់ថាចង់ដាក់អីមួយគឺកាត់ហើយជាសម្លេងមួយសម្រាប់អ្នកលេងឡានឈឺចាប់តែប៉ុន្តែជិះចាប់ទៅពេលកាត់បន្តិចទេកាត់ហើយទៅសុបាយចិត្តហើយពីមុនវាជាវត្ថុមួយដែលមានតម្លៃមែនទែនណាបាទហើយឥឡូវដល់ពេលដែលកាត់រួចវាខ្លាចទៅជាវត្ថុដែលគ្មានតម្លៃសោះនៅឡើយបើសិនជាយើងធ្វើអត់ចោះទេអត់ចង់ជាអត់ចង់ចោះឲ្យផ្ពាល់គួចឲ្យខូចកគូតទេអាហ្នឹងគឺយើងមិនអាចដាក់នៅឲ្យខ្ពស់បានទេចង់អុកកគូតតែមិនតិចហ្នឹងគឺវាប៉ះបាទចឹងជំរឿនដ៏ល្អបំផុតគឺយើងមានតែមួយជំរឿនហ្នឹងទេគឺចោះបាទឡានភាគច្រើនត្រូវចោះហើយមុន C3 គេចោះ Kia Carnival សេរីថ្មីគេចោះចឹងឲ្យចង់ដាក់ដៃសដងបាទ Kia Carnival ហ្នឹងចោះដែរតែចោះមិនតិចទេបើ C3 បើកដបូនអាហ្នឹងបានចោះមកទំហឹងម្ដងបាទតែគាត់ណាពីគ្រឿងហ្នឹងគេធ្វើប្លោះសោកមួយសម្រាប់ Kia Carnival គេធ្វើប្លោះសោក3តែម្ដងបាទគាត់ចង់ដឹកម៉ូតូរៀងត្រឹសដែរណាហើយ Lamborghini នេះរបស់គាត់ដាក់ធ្វើប្លោះសោកតែមួយទេហើយជាចង់អូសល្មក CRV នៅខាងឆ្វេងដៃខាងនោះក៏មានធ្វើការដាក់ដៃសដងដែរបាទចឹងនៅឆ្វេងដៃពីគ្រឿងនេះគឺជារថយន្ត pick up ដែលយើងធ្វើការបំពាក់គ្រប់ canopy ដូចគ្នាហើយមួយថ្ងៃចេញតែ2ទេបាទមិនសូវជាច្រើនទេជាមួយគ្រប់ canopy របស់យើងបាទនិយាយច្រើនណាស់និយាយច្រើនណាស់ Raptor នេះ23នេះត្រៀមនឹងរៀបចំតង់នៅពីលើផងដែរចំពោះទុនត្រាគឺជាឡានដែលយើងបានកែច្នៃកាងដៃមុខក្រោយណាកាលពីវីដេអូមុនបងប្អូនមើលវីដេអូមុនប្រកាសជាស្គាល់មួយទុនត្រាហើយមើលទាំងអស់បាទគឺយើងដោះមកសន្លប់អញ្ចឹងមកបាទហើយនេះគឺជាភ័ស្តុតាងនៃការកាត់អញ្ចឹងចង់បញ្ជាក់ថាបើសិនជាអត់កាត់ទេតែអូសតម្លាក់កលុកបន្តិចហ្នឹងអូសកគូតគឺត្រូវតែកាត់ឲ្យខ្ពស់មកឲ្យវារឹងមាំទៀតវាស្មើជាមួយនឹងរៀងឡានຂະຫນាតរបស់គេត្រឹមត្រូវអរគុណសម្រាប់ការតាមដានទេសនាចាប់អារម្មណ៍គ្រឿងផ្សេងៗឆាតចូលពេកតែម្ដងទៅបាទ